ថ្ងៃថ្មីប្រវត្តិតួអង្គថ្មីដែលថ្ងៃនេះយកមកចេញពីតួអង្គហុងទីននៅក្នុងរឿងប្រឡំលោក Raven Insanity ហុងទីនឬដែលគេស្គាល់ច្បាស់ថា Red Lotus Demon Vulnerable ឬព្រះពុទ្ធបិសាចឈូកក្រហមដែលជាតួអង្គលំដាប់កំពូលឬ Vulnerable ចំនួនទី6នៅក្នុងរឿងប្រឡំលោក Raven Insanity គាត់គឺជាតួអង្គដែលគួរឲ្យអាណិតតែមានឥទ្ធិពលបំផុតម្នាក់ដោយសារតែគាត់ជាអ្នកបង្កើត Spring Adam Cicada ឬសត្វល្អិតរដូវស្លឹកឈើលាស់និងសរៈតរដូវដែលជាគូសំខាន់បំផុតរបស់តួអង្គហ្វាងយុននៅក្នុងដំណើរការត្រឡប់ក្រោយវិនាសកម្មដើមកំណើតនិងវាសនាដែលត្រូវបានកំណត់ហុងទៀនកើតមកជាមួយវាសនាឬ Fate ដែលត្រូវបានកំណត់ដោយ Heavenly Court ឬតុលាការសួគ៌ថាត្រូវតែក្លាយជា Immortal Vulnerable ដ៏អស្ចារ្យម្នាក់ដើម្បីដឹកនាំមនុស្សជាតិគាត់មានអ្វីៗគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមគ្រូបង្វឹកដ៏ល្អឌុកឡុងមិត្តស្រីដ៏ស្រស់ស្អាតនិងអនាគតដ៏រុងរឿងប៉ុន្តែអ្វីៗទាំងនេះត្រូវបានដោះដូរដោយការបាត់បង់សេរីភាពផ្ទាល់ខ្លួនគាត់មិនអាចសម្រេចចិត្តផ្លូវជីវិតដោយខ្លួនឯងបានទេព្រោះ Fate Gu បានរៀបចំផ្លូវឲ្យគាត់រួចជាស្រេចរបបជីវិតដ៏ជូរចត់នឹងការបះបោរទោះបីជា Fate Gu កំណត់ឲ្យគាត់ក្លាយជាអ្នកដឹកនាំដ៏កំពូលប៉ុន្តែវាក៏បាននាំមកនូវសោកនាដកម្មជាបន្តបន្ទាប់ដើម្បីលុតដំស្មារតីរបស់គាត់ការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងសមភូមិជាច្រើនទាំងឪពុកម្ដាយនិងមិត្តស្រីរបស់គាត់ Lucy Xian ត្រូវបានសម្លាប់ម្ដងម្នាក់នៅចំពោះមុខគាត់ការដឹងការពិតនៅពេលដែលហុងទីនចង់ប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីប្រោះជីវិតពួកគេឡើងវិញគាត់ត្រូវបានរារាំងដោយច្បាប់នៃសួគ៌នៅសភាវៈ Fate Gu ដែលមិនអនុញ្ញាតឲ្យអ្នកស្លាប់រស់ឡើងវិញគាត់បានដឹងថាខ្លួនគាត់គ្រាន់តែជាទឹកកតាដែល Fate Gu បញ្ជាប៉ុណ្ណោះចាប់ពីពេលនោះមកភាពស្មោះត្រង់របស់គាត់ចំពោះ Heavenly Court បានប្រែទៅជាការឈឺចាប់និងការគុំគួនគាត់បានសម្រេចចិត្តបះបោរប្រឆាំងនឹងវាសនាដើម្បីស្វែងរកសេរីភាពពិតប្រាកដនិងជួយសង្គ្រោះមនុស្សជាទីស្រឡាញ់ការបង្កើត Spring Adam Cicada និងការកែប្រែអតីតកាលដើម្បីប្រឆាំងនឹង Fate Gu ដែលមិនអាចបំផ្លាញបានដោយងាយហុងទៀនបានចំណាយពេលពេញមួយជីវិតបង្កើតផ្លូវថ្មីមួយគឺ Time Path ឬផ្លូវពេលវេលានិងបានបង្កើត Spring Adam Cicada ឬ Gu ធ្វើដំណើរឆ្លងពេលវេលាក៏បានធ្វើអត្តឃាតឲ្យបញ្ជូនព្រលឹងត្រឡប់ទៅអតីតកាលរាប់ពាន់រាប់ម៉ឺនដងដើម្បីព្យាយាមផ្លាស់ប្ដូរវាសនានិងសង្គ្រោះឪពុកម្ដាយនិងមិត្តស្រីប៉ុន្តែទោះបីជាគាត់ព្យាយាមយ៉ាងណាក៏ដោយលទ្ធផលនៅតែដដែលពួកគាត់ត្រូវតែស្លាប់ព្រោះ Fate Gu មិនអាចកែប្រែបានការបរាជ័យរាប់ម៉ឺនដងនៅក្នុងរង្វង់ពេលវេលាបានធ្វើឲ្យចិត្តរបស់គាត់ប្រែទៅជាត្រជាក់និងរឹងមាំបំផុតរហូតទទួលបាន Den នាមថា Demon Vulnerable ឬបិសាចដ៏ខ្ពង់ខ្ពស់ផែនការកំទេច Fate Gu រាប់លានឆ្នាំបន្ទាប់ពីដឹងថាខ្លួនមិនអាចបំផ្លាញ Fate Gu ដោយផ្ទាល់បានព្រោះគាត់គឺជាមនុស្សដែលកើតក្នុងលោកនេះនិងជំពាក់នឹងវាសនាហុងទៀនបានរៀបចំផែនការដ៏ធំមួយដែលអូសបន្លាយពេលរាប់លានឆ្នាំគាត់បានបន្សល់ទុកនៅ Stone Lotus Island ឬកោះឈូកថ្មនៅក្នុងទន្លេពេលវេលាឬ River of Time គាត់បានទូទាយពីការមកដល់របស់ Fang Yon ដែលជា Otherworldly Demon ឬបិសាចមកពីពិភពផ្សេងព្រោះមានតែ Otherworldly Demon ប៉ុណ្ណោះទើបមិនស្ថិតក្រោមការគ្រប់គ្រងរបស់ Fate Gu និងអាចបំផ្លាញវាបានរាល់ការធ្វើដំណើរថយក្រោយរបស់ Fang Yon តាមពិតទៅគឺស្ថិតនៅក្នុងការកេតអានានិងការជួយជំរុញពីសម្ងាត់របស់ Red Lotus ទាំងអស់តែក្តីសន្និដ្ឋានហុងទៀនឬ Red Lotus មិនមែនជាបិសាចព្រៃផ្សៃដែលកាប់សម្លាប់មនុស្សគ្មានហេតុផលនោះទេគាត់ត្រូវបានគេហៅថា Demon ព្រោះគាត់ហ៊ានក្រោកឈរប្រឆាំងនឹងច្បាប់សួគ៌និង Heavenly Court គាត់គឺជាតួអង្គតំណាងឲ្យការតស៊ូនិងប្រឆាំងនឹងព្រហ្មលិខិតដើម្បីសេរីភាពពិតប្រាកដនៅក្នុងរឿង Raven Insanity ទាំងមូលដើម្បីបំផ្លាញ Fate Gu ឬគូវាសនាដែលជាខ្នោះច្រវាក់ដ៏អត់សេរីភាពរបស់មនុស្សលោក Red Lotus Demon Vulnerable បានចំណាយពេលពេញមួយជីវិតរួមទាំងការធ្វើដំណើរថយក្រោយរាប់ម៉ឺនដងដើម្បីរៀបចំផែនការយ៉ាងល្អិតល្អន់អូសបន្លាយពេលរាប់លានឆ្នាំគាត់បានដឹងថាមនុស្សនៅក្នុងโลกនេះមិនអាចបំផ្លាញ Fate Gu បានទេមានតែ Otherworldly Demon ឬបិសាចមកពីភពផ្សេងដូចជា Fang Yon ប៉ុណ្ណោះទើបមានសមត្ថភាពនេះការបង្កើតនិងបន្សល់ទុក Spring Adam Cicada នេះជាគ្រាប់ពូជដ៏សំខាន់បំផុត Red Lotus គឺជាអ្នកបង្កើត Spring Adam Cicada លំដាប់ទី6ឬ Rank 6ហើយវាបានក្លាយជាអាវុធសម្ងាត់របស់ Fang Yon ក្នុងការធ្វើដំណើរថយក្រោយដើម្បីកែប្រែប្រវត្តិសាស្ត្រទោះបីជា Fang Yon គិតថាខ្លួនឯងជាអ្នកបថុយបឋានកែប្រែព្រឹត្តិការណ៍ដោយចៃដន្យក៏ដោយប៉ុន្តែរាល់ពេលដែល Fang Yon ប្រើប្រាស់គូមួយនេះគឺស្ថិតនៅក្រោមការតម្រង់ទិសនៃការរៀបចំផ្លូវរបស់ Red Lotus ជានិច្ចដើម្បីឲ្យ Fang Yon កាន់តែខ្លាំងនិងដើរទៅរកចំណុចបំផ្លាញ Fate Gu ការបង្កើត Stone Lotus Island ឬកោះឈូកថ្ម Red Lotus បានបន្សល់ទុកកោះឈូកថ្មចំនួន9នៅក្នុង River of Time ឬទន្លេពេលវេលាកោះទាំងនោះគឺជាមរតកពិតប្រាកដឬ True Inheritance របស់គាត់ដែលការពារយ៉ាងជិតដិតពីការតាមប្រម៉ាញ់របស់ Heavenly Court នៅលើកោះទាំងនោះមានបន្សល់ទុកនៅ Regret Gu ឬ Gu សោកស្ដាយ Rank X ជា Gu ដែលមានឥទ្ធិពលដែល Red Lotus បន្សល់ទុកឲ្យ Fang Yon ប្រើប្រាស់ក្នុងការដំឡើងកម្រិតឬ refine Gu ផ្សេងៗក្នុងល្បឿនលឿនបំផុតព័ត៌មាននិងយុទ្ធសាស្ត្រនៅលើកោះនីមួយៗឆន្ទៈរបស់ Red Lotus
ឬ Red Lotusville បានណែនាំហ្វាំងយ៉នពីអាកំបាំងរបស់ Heavenly Court និងវិធីសាស្ត្រទប់ទល់នឹង Vulnerable ផ្សេងទៀតអនាគតកាលដែលបានទស្សន៍ទាយគាត់បានបង្ហាញរូបភាពអនាគតនិងផ្លូវដែលហ្វាងយុនត្រូវដើរដើម្បីធានាថាហ្វាងយុនមិនបរាជ័យមុនពេលសង្គ្រាមធំមកដល់ការរៀបចំសម្ព័ន្ធមិត្តនិងកម្លាំងគ្រប់គ្រង Red Lotus មិនត្រឹមតែបន្សល់ទុកវត្ថុបុរាណប៉ុណ្ណោះទេប៉ុន្តែក៏បានប្រើប្រាស់ឥទ្ធិពលនិងកិច្ចព្រមព្រៀងតាំងពីអតីតកាលដើម្បីបង្កល្បិចការប្រើប្រាស់ Dragonman Race និង Duklong ទោះបីជា Duklong ជាគ្រូរបស់គាត់និងជាអ្នកការពារ Heavenly Court យ៉ាងប្តូរផ្តាច់ក៏ដោយក៏ការសម្រេចចិត្តរបស់ Duklong ក្នុងការកម្ចាត់ពូជសាសន៍នាគឬ Dragonman របស់ខ្លួនកាលពីអតីតកាលគឺជាផ្នែកមួយនៃការរៀបចំចិត្តសាស្ត្ររបស់ Red Lotus ដើម្បីបង្កាត់ភ្លើងគំនុំដែលជួយបង្កើតឱកាសឲ្យ Fang Yon វាយលុក Heavenly Court នាពេលអនាគតកិច្ចសហការជាមួយ Vulnerable ផ្សេងទៀតRed Lotus បានធ្វើការចរចានិងរៀបចំផែនការសម្ងាត់ជាមួយ Vulnerable ចំនួនក្រោយៗទៀតដូចជា Spectroso និង Saving Heaven ដើម្បីឲ្យពួកគេបន្សល់ទុកនូវកម្លាំងឬធានារៀងៗខ្លួនសម្រាប់ជួយជុំជែង Fang Yon ក្នុងថ្ងៃសង្គ្រាម Fate War ការលះបង់ប្រលឹងដើម្បីបើកផ្លូវចុងក្រោយនៅក្នុងសមភូមិ Fate War ដ៏ធំធេងនៅ Heavenly Court ចុងបញ្ចប់នៃផែនការរបស់ Red Lotus គឺការបង្ហាញខ្លួននៃឆន្ទៈរបស់គាត់មិនបានរួចឡើងវិញដើម្បីដណ្ដើមអំណាចនោះទេប៉ុន្តែគាត់បានប្រើប្រាស់ធម៌ពលចុងក្រោយរបស់គាត់ដើម្បីជួយហ្វាំងយុនបំបីការការពាររបស់ Heavenly Court ណែនាំហ្វាំងយុនក្នុងការកំទេច Fate Gu ឲ្យទៅជាបំណែកដើម្បីចែកចាយសេរីភាពក្នុងការកំណត់វាសនាខ្លួនឯងទៅមនុស្សគ្រប់គ្នាក្នុងលោកសង្ខេបហ្វាំងយុនប្រៀបដូចជាដាវដ៏មុតស្រួចចំណែកឯ Red Lotus គឺជាអ្នកលត់ដាវនិងជាអ្នកគូផែនទីបង្ហាញផ្លូវបើគ្មានការលះបង់និងការរៀបចំទុកជាមុនរាប់លានឆ្នាំរបស់ Red Lotus Demon Vulnerable ទេក៏គ្មានអ្នកណាម្នាក់សូម្បីតែហ្វាងយុនក៏មិនអាចយកឈ្នះលើអំណាចនៃ Fate Gu បានដែរដើម្បីឲ្យកាន់តែស៊ីជម្រៅទៅលើផែនការដ៏អស្ចារ្យរបស់ Red Lotus Demon Vulnerable យើងត្រូវពិនិត្យមើលកលល្បិចនិងអាកំបាំងសំខាន់មួយចំនួនទៀតដែលធ្វើឲ្យគាត់ក្លាយជាអ្នកបញ្ជាពីក្រោយវាំងននដ៏ពិតប្រាកដនៅក្នុងរឿង Raven Insanity អាកំបាំងនៃស្នាមរបួសលើ Fate Guមុនពេលដែល Red Lotus ស្លាប់នៅយុគសម័យកាលរបស់គាត់បានដឹងច្បាស់ថាគាត់មិនអាចបំផ្លាញ Fate Gu ទាំងស្រុងបានទេដោយសារតែគាត់មិនមែនជា Otherworldly Demon ប៉ុន្តែគាត់បានធ្វើរឿងមួយដែលគ្មាន Vulnerable ណាអាចធ្វើបានគាត់បានប្រើកម្លាំងទាំងអស់របស់គាត់ដើម្បីវាយ Fate Gu ឲ្យរងរបួសនិងប្រេះស្រាំស្នាមរបួសនេះហើយដែលធ្វើឲ្យអំណាចគ្រប់គ្រងរបស់ Fate Gu លើពិភពលោកត្រូវចុះខ្សោយរាប់លានឆ្នាំនិងធ្វើឲ្យ Heavenly Court ត្រូវចំណាយពេលប្រមូលធម៌ពលឬ Success Dowmark មកជួសជុលវាយ៉ាងលំបាកលំបិនបើគ្មានស្នាមរបួសដែល Red Lotus បន្សល់ទុកនេះទេFate Gu នឹងមានអំណាចពេញលេញហើយហ្វាងយុនក៏មិនអាចមានឱកាសកែប្រែវាសនាបានដែរការប្រើប្រាស់ស្នេហាជាអាវុធឬ Love Gu រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយគឺទំនាក់ទំនងរបស់ Red Lotus ជាមួយ Love Gu ឬ Gu ស្នេហា Rank 9ដែលជា Gu មានអំណាចមិនអាចទីទុកមុនបានកាលពីគាត់នៅក្មេង Love Gu បានជ្រើសរើសគាត់ប៉ុន្តែវាទាមទារអាយុកាលរបស់ឪពុកម្ដាយគាត់ជាថ្នូរនឹងការប្រើប្រាស់ដែលធ្វើឲ្យគាត់បដិសេធមិនព្រមប្រើវាប៉ុន្តែក្រោយមក Love Gu នេះហើយដែលជួយឲ្យគាត់អាចបង្កើតស្នាមរបួសលើ Fate Gu បានព្រោះស្នេហាគឺជាអ្វីដែលមិនស្ថិតនៅក្រោមការកំណត់នៃវាសនាក្នុងសមភូមិចុងក្រោយRed Lotus ក៏បានរៀបចំឲ្យ Love Gu ធ្លាក់ទៅក្នុងដៃរបស់ Chao Lian Yan ដែលជា Otherworldly Demon ម្នាក់ទៀតដើម្បីបង្កើតជាកាតកន្លឹះមួយក្នុងការបំផ្លាញផែនការការពាររបស់ Heavenly Court ផងដែរល្បិចបំបែកឆន្ទៈសួគាឬ Heavenwear នៅក្នុង Spring Adam Cicada នេះជាចំណុចកំពូលនៃភាពឆ្លាតវៃរបស់ Red Lotus នៅពេលដែលហ្វាងយុនប្រើប្រាស់ Spring Adam Cicada ដំបូងគាត់តែងតែត្រូវបាន Heavenwear ឬឆន្ទៈសួគាលួចចូលគ្រប់គ្រងនិងប្រើប្រាស់ហ្វាងយុនជាឧបករណ៍ដើម្បីកម្ចាត់ Spectroso ឬបិសាចម្នាក់ទៀតហ្វាងយុនគិតតែខ្លួនឯងជាអ្នកឈ្នះប៉ុន្តែតាមពិតដើរតាមកន្លងរបស់ Heavenwear ទាំងស្រុងប៉ុន្តែ Red Lotus បានទូទីដឹងមុនទាំងអស់គាត់បានអនុញ្ញាតឲ្យ Heavenwear ប្រើប្រាស់ហ្វាងយុនរហូតដល់ចំណុចមួយដែលហ្វាងយុនដឹងខ្លួនហើយចាប់ផ្ដើមបះបោរនៅពេលនោះឆន្ទៈរបស់ Red Lotus ដែលលាក់ទោសនៅក្នុងកោះឈូកថ្មបានចេញមកជួយសម្អាតនិងបង្រៀនហ្វាងយុនពីវិធីគ្រប់គ្រង Spring Adam Cicada ដោយខ្លួនឯងធ្វើឲ្យ Heavenwear ប្រែជាចាញ់ល្បិចនិងក្លាយជាជំនួយការរបស់ហ្វាងយុនទៅវិញការលះបង់ដ៏ធំធេងសុខចិត្តធ្វើជាតួអាក្រក់នៅក្នុងប្រវត្តិសាស្ត្រដើម្បីឲ្យផែនការទទួលបានជោគជ័យRed Lotus សុខចិត្តលះបង់កេរ្តិ៍ឈ្មោះរបស់ខ្លួនឯងពីមុនគាត់ជា Immortal Vulnerable ដ៏រុងរឿងជាមោទនភាពរបស់មនុស្សជាតិប៉ុន្តែដើម្បីបំផ្លាញ Fate Gu គាត់សុខចិត្តប្រែខ្លួនទៅជា Demon Vulnerable ធ្វើឲ្យពិភពលោកយល់ច្រឡំនិងស្អប់ខ្ពើមសូម្បីតែ Duklong ដែលជាគ្រូបង្វឹកក៏ត្រូវស្លាប់ទាំងការឈឺចាប់និងសោកស្ដាយដោយសារតែការបះបោររបស់ Hong Ting ដែរការលះបង់ផ្លូវចិត្តរបស់ Red Lotus គឺធ្ងន់ធ្ងរខ្លាំងណាស់ព្រោះគាត់ត្រូវរស់ក្នុងវិបដិសារីឬ regret ពេញមួយជីវិតដែលជាហេតុផលធ្វើឲ្យគាត់អាចបង្កើត Regret Gu បានឥឡូវយើងមកនិយាយបន្ថែមព្រឹត្តិការណ៍នៅលើ Stone Lotus Island ឬក៏ឈូកថ្ម
គឺជាចំណុចរបបដ៏សំខាន់មួយនៅក្នុងរឿង Raven and Insanity វាជាពេលដែលហ្វាងយ៉នបានដឹងការពិតថាជីវិតនិងការធ្វើដំណើរថយក្រោយរបស់ខ្លួនកន្លងមកគឺមិនមែនជាការចៃដន្យឡើយប៉ុន្តែគឺជាការរៀបចំយ៉ាងល្អិតល្អន់របស់ Red Lotus Demon Vulnerable តាំងពីរាប់លានឆ្នាំមុនព្រឹត្តិការណ៍ដ៏ជក់ចិត្តនៃការជួបគ្នារវាងហ្វាងយ៉ននិងឆន្ទៈរបស់ Red Lotus ឬ Red Lotus Will លើកដំបូងមានដំណើររឿងដូចខាងក្រោមការចូលទៅកាន់កោះឈូកថ្មដោយពិបាកហ្វាងយ៉នត្រូវធ្វើដំណើរចូលទៅកាន់ River of Time ឬទន្លេពេលវេលាដែលជាកន្លែងដ៏គ្រោះថ្នាក់បំផុត Heavenly Court ឬតុលាការសួគ៌បានបញ្ជូនកំពូលអ្នកជំនាញផ្លូវពេលវេលាឬ Time Path Expert ដូចជាលីហួងនិង Shi Kwang-sure តាមប្រមាញ់នឹងរារាំងហ្វាងយ៉នមិនឲ្យរកកោះឈូកថ្មឃើញឡើយប៉ុន្តែដោយសារតែការប្រើប្រាស់កលល្បិចនិងការលះបង់របស់សត្វចម្លែកលំដាប់ខ្ពស់ឬ Yearbis រួមទាំងការគណនាយ៉ាងត្រឹមត្រូវហ្វាងយ៉នបានទម្លុះការឡោមព័ទ្ធហើយបានឈានជើងជាន់ទៅលើកោះឈូកថ្មមួយក្នុងចំណោមកោះឈូកថ្មទាំង9បានសម្រេចការជួបគ្នានឹងការបង្ហាញការពិតដ៏រន្ធត់នៅពេលដែលហ្វាងយ៉នឈានជើងទៅដល់កណ្ដាលកោះគាត់បានឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតខុសប្លែកពីភាពច្របូកច្របល់នៃទន្លេពេលវេលានៅទីនោះឆន្ទៈរបស់ Red Lotus ឬ Red Lotus Will បានបង្ហាញខ្លួនក្នុងទម្រង់ជាបរិសុទ្ធវ័យក្មេងដែលមានរូបរាងសង្ហាប៉ុន្តែភ្នែកពោពេញទៅដោយភាពចាស់ទុំនិងវិបដិសារីជំនួបលើកដំបូងនេះមិនមែនជាការប្រយុទ្ធគ្នាទេប៉ុន្តែជាការជជែកវែកញែកដែលធ្វើឲ្យហ្វាងយ៉នភ្ញាក់ខ្លួនលាតត្រដាងអាកំបាំង Spring Adam Cicada Red Lotus បានប្រាប់ហ្វាងយ៉នត្រង់ថាព្រោះពេលដែលហ្វាងយ៉នប្រើប្រាស់ Goo ឆ្លងពេលវេលានេះហើយអាចរស់រានមានជីវិតបានគឺដោយសារតែឆន្ទៈរបស់ Red Lotus បានជួយជ្រោមជ្រែងពីខាងក្នុងទម្រង់ជាសំណាងឬភាពចៃដន្យការទូទាយមិនដែលធ្លាប់ខុស Red Lotus បានបង្ហាញថាគាត់បានដឹងមុនរួចទៅហើយថានៅថ្ងៃនេះម៉ោងនេះហ្វាងយ៉ននឹងមកដល់ទីនេះក្នុងស្ថានភាពបែបណាការផ្ទេរមរតក Regret Goo ឬ Goo ស្ដាយក្រោយចំណុចកំពូលនៃព្រឹត្តិការណ៍នេះគឺការដែល Red Lotus បានប្រគល់មរតកពិតប្រាកដឬ True Inheritance របស់ខ្លួនទៅឲ្យហ្វាងយ៉ន Red Lotus បានណែនាំនឹងផ្ទេរ Regret Goo Rank X ទៅឲ្យហ្វាងយ៉ន Goo មួយនេះកើតចេញពីវិបដិសារីពេញមួយជីវិតរបស់ Red Lotus ដែលមិនអាចជួយសង្គ្រោះមនុស្សជាទីស្រឡាញ់បានទោះបីជាវាមានឈ្មោះថាស្ដាយក្រោយប៉ុន្តែវាមានសមត្ថភាពអស្ចារ្យក្នុងការជួយហ្វាងយ៉នឲ្យ refine ឬកែច្នៃនិងដំឡើងកម្រិត Goo ផ្សេងទៀតដោយគ្មានថ្ងៃបរាជ័យប្រសិនបើការ refine Goo មានកំហុស Regret Goo អាចបង្វិលពេលវេលាក្នុងដំណើរការនោះថយក្រោយដើម្បីធ្វើវាម្ដងទៀតនេះគឺជាអាវុធសំខាន់បំផុតដែលហ្វាងយ៉នប្រើដើម្បីដំឡើង Goo របស់ខ្លួនទៅ Rank X ក្នុងល្បឿនលឿនបំផុតការដោះដូរទស្សនវិជ្ជាជីវិតនិងការបើកភ្នែកហ្វាងយ៉ននៅក្នុងព្រឹត្តិការណ៍នោះហ្វាងយ៉នក៏បានសួរដេញដោល Red Lotus ផងដែរថាហេតុអ្វីបានជាសុខចិត្តជួយខ្លួនខ្លាំងម្ល៉េះ Red Lotus បានឆ្លើយតបយ៉ាងស៊ីជម្រៅថាពីព្រោះយើងទាំងពីរដូចគ្នាយើងគឺជាមនុស្សដែលមិនព្រមចុះចាញ់និងព្រមលិខិតខ្ញុំបានបរាជ័យរួចទៅហើយប៉ុន្តែអ្នកគឺជា Otherworldly Demon តែម្នាក់គត់ដែលអាចបញ្ចប់អ្វីគ្រប់យ៉ាងដែលខ្ញុំបានចាប់ផ្ដើមព្រឹត្តិការណ៍នៅលើកោះនេះបានធ្វើឲ្យហ្វាងយ៉នផ្លាស់ប្ដូរផែនការយុទ្ធសាស្ត្រទាំងស្រុងគាត់លែងដើរដោយងងឹតងងល់ទៀតហើយប៉ុន្តែបានចាប់ដៃសហការជាមួយនឹងឆន្ទៈរបស់ Red Lotus ដើម្បីត្រៀមខ្លួនវាយកំទេច Heavenly Court ក្នុងសង្គ្រាម Fate World នាពេលបន្ទាប់នេះជា quote របស់គាត់ការខ្ញុំនៅក្មេងខ្ញុំភ្លឺចែងចាំងក្នុងពន្លឺនិទាយរដូវសេះជន់ឆ្លៀបការពេលដែលក្លិនក្រអូបនៃស្រាសាយភាយសេចក្តីស្រឡាញ់និងការស្អប់បានមកជាមួយរលកសត្វស៊ីខេដារដូវក្តៅច្រៀងពេលខ្ញុំភ្ញាក់ពីដំណេកនៅពាក់កណ្ដាលអាធ្រាត្រដាំការជុកក្រហមក្នុងទន្លេនៃពេលវេលាត្រឡប់ទៅជាអតីតកាលវិញទឹកភ្នែករបស់ខ្ញុំហូរស្ងួតក្នុងស្ថានភាពប្រែប្រួលនៃជីវិតខ្ញុំត្រឡប់ទៅដំណាក់កាលនេះវិញសត្វលោករាប់មិនអស់រំពឹងទុកជីវិតដែលគ្មានវាសនាចងភ្ជាប់អ្នកទាំងអស់គ្នាជួយ Subscribe YouTube ម្នាក់មួយផងហើយនេះជាការស្កាប់ខ្លីៗរបស់តួអង្គហុងទីនដែលគេស្គាល់ច្បាស់ថា Red Lotus Demon Vulnerable នៅក្នុងរឿងប្រឡោមលោក Raven and Insanity ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ I shined in the light of spring. Horses trampled on flowers as fragrance of wine spread. Love and hatred came with the waves. Summer cicadas sang as I woke up in the middle of the night, planting red lotuses in the river of time, going back in time with my tears run dry. Through the vicissitudes of life I return to this stage. The myriad beings anticipate a life unbound by fate.